กันเรื่องง่ายๆក្នុងការរៀនមេរៀនមុំថ្នាក់ទី7មុំសំខាន់មាន6គឺមុំពេញមានរង្វាស់360ដឺក្រេមុំរៀបមានរង្វាស់180ដឺក្រេមុំស្រួចមានរង្វាស់ធំជាង0ដឺក្រេប៉ុន្តែតូចជាង90ដឺក្រេមុំកែងមានរង្វាស់ស្មើនឹង90ដឺក្រេមុំទាលមានរង្វាស់ធំជាង90ដឺក្រេប៉ុន្តែតូចជាង180ដឺក្រេមុំសូនមានរង្វាស់0ដឺក្រេបើនិយាយពីមុំផ្គុំមាន3ប្រភេទគឺ1មុំតូកំពូល2មុំបន្ថែម3មុំបំពេញមុំបំពេញគឺជាមុំ2ដែលមានរង្វាស់ផលបូកមុំស្មើនឹង90ដឺក្រេមុំបន្ថែមគឺជាមុំ2ដែលមានរង្វាស់ផលបូកមុំស្មើនឹង180ដឺក្រេចំណែកឯមុំទល់កំពូលគឺជាមុំ2ដែលមានជ្រុងនីមួយៗនៃមុំ1ជាបន្លាយនៃជ្រុងនីមួយៗនៃមុំមួយទៀតអរគុណជួបគ្នានៅវីដេអូក្រោយ